មានរឿងអីកើតឡើងបានពីអ្នកគាត់នឹងនិយាយស្រែកខ្លាំងម៉េះចង់ដឹងថាតាឡុងថ្ងៃហ្នឹងនាំកូនប្រសាទៅណាចាំតាមដានមួយខ្ញុំទាំងអស់គ្នានៅវីដេអូក្រោយឥឡូវនេះមើលវីដេអូខ្លីសិនថ្ងៃនេះសមាជិកគ្រួសារទៅមានចំនួន4នាក់តាឡុងប្រពន្ធតាឡុងកូនប្រសាសំខាន់មេឃដូចអំណោយទៀនដល់ហើយថ្ងៃនេះភ្លៀងហើយតាំងពីផឹកដល់ល្ងាចហ្មងអត់រាំងសោះបើអត់ភ្លៀងវិញជិះម៉ូតូទៅហើយកុំឲ្យខាតសាំងតែដល់ពេលភ្លៀងតើជិះឡានអញ្ចឹងមិនថាហ្នឹងណាអ្នកសែនចឹងហីថាំលុយហីត្បិតលុយប៉ុន្តែរស់នៅស្រួលមួយខែអត់មានភ័យបងធនាគារទេឡើងខកក៏ទៅគូបែរថា啥不挂背出去然后他就那个太那说你看这太弱了不急太弱他不不行បងប្អូនគិតថាពីអ្នកគាត់នឹងនិយាយនឹងឆ្លោះគ្នាឬមួយក៏អត់បងប្អូនជួយខមមិនខាងក្រោមវីដេអូខ្ញុំមួយផងចាំវីដេអូខលចាំខ្ញុំប្រាប់ថាមានរឿងអីកើតឡើងបានពីអ្នកគាត់នឹងនិយាយស្រែកខ្លាំងម៉េះ